ពេលនេះទឹកដីរបស់យើងកំពុងតែរងនឹងការវាយប្រហារយ៉ាងខ្លាំងអំពីប្រទេសថៃព្រះសង្ឃគ្រប់ព្រះអង្គទូទាំងប្រទេសសូមប្រដេកប្រគុណនិមន្តចាកចេញពីវត្តហើយចូលទៅជួយបរិស័ទរបស់យើងដែលកំពុងតែរងទុក្ខនិងជំនះនៅតាមទល់ដែនអ្វីគ្រប់យ៉ាងដែលព្រះអង្គអាចធ្វើបានព្រះអង្គត្រូវតែធ្វើពីព្រោះញោមកំពុងតែរងទុក្ខវេទនាមួយវិញទៀតពលរដ្ឋខ្មែរជាទីស្រឡាញ់សូមអស់លោកទាំងអស់មេត្តាចូលរួមជួយអ្វីដែលអាចធ្វើបានដល់បងប្អូនរបស់យើងដែលកំពុងតែជំនះហើយម្យ៉ាងវិញទៀតក៏សូមផ្ញើសារទៅកាន់ប្រទេសថៃទោះយើងគ្មានជនជាតិណាមួយដែលលះបង់ជីវិតដើម្បីពួកយើងទេគឺមានតែជនជាតិយើងទេសូមប្រជាជាតិខ្មែរទាំងមូលស្រឡាញ់គ្នាអោបកសោបគ្នាដើម្បីការគង់វង្សនៃទឹកដីសូមប្រជាជាតិខ្មែរទាំងមូលប្រកបដោយសេចក្តីសុខសេចក្តីចម្រើនព្រះសង្ឃក្មេងៗព្រះអង្គត្រូវតែរៀនអភិវឌ្ឍខ្លួនចាប់តាំងពីមានសង្គ្រាមរវាងកម្ពុជាថៃប៉ុន្មានថ្ងៃមកយើងបានជៀបច្បាស់ហើយថាមានតែកម្ពុជាយើងទេដែលជាអ្នកដែលជាមានតែបងប្អូនយើងទេដែលពឹងគ្នាដែលលះបង់គ្នាគ្មានជនជាតិណាមួយដែលលះបង់ជីវិតដើម្បីពួកយើងទេគឺមានតែជនជាតិយើងទេសូមប្រជាជាតិខ្មែរទាំងមូលស្រឡាញ់គ្នាអោបកសោបគ្នាដើម្បីការគង់វង្សនៃទឹកដីសូមប្រជាជាតិខ្មែរទាំងមូលប្រកបដោយសេចក្តីសុខសេចក្តីចម្រើនសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចធិបតីអរគុណយ៉ាងក្រៃលែងដឹងគុណយ៉ាងខ្លាំងចំពោះវីរៈកងទ័ពដែលបានលះបង់ដើម្បីព្រះនគរទាំងមូលសូមនគរកម្ពុជាប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លេតឡើយសូមអរព្រគុណសូមអរគុណ